វាដែរអញ្ចឹងគឺស្ងោរជូរសាច់មាន់អូខេឥឡូវគ្រឿងយើងមានដូចតទៅមានខ្ទឹមសគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចក្រូចឆ្មាម្ទេសជីរៀងវងជីបន្លាហើយនិងជីវ៉ាន់ទុយចឹងសូមជួយទស្សនាដូចតទៅយើងចាប់ដាំទឹកអូខេលើទឹកពុះយើងដាក់គ្រឿងចូលខ្ទឹមស្លឹកគ្រៃរំដេងចូលហើយក្រូចសើចតោះមកយើងដាក់គ្រឿងប្រូតេអ៊ីនមកវាចេញទឹកថៃដាក់សាច់មាន់ចូលតោះមកយើងខោប្រូតយើងខោវាទុកឲ្យពុះប្រហែលជា20នាទីដោយសារសាច់មាន់នេះឆូតចាំ20នាទីគឺសាច់វាឆ្អិនល្អហើយចឹងឃើញថាសាច់វាផុយហើយអត់មានឈាមពេលយើងកាប់ឆ្អឹងវាមើលអញ្ចឹងសម្រាប់ធ្វើឆ្អិនហើយអញ្ចឹងយើងដាក់គ្រឿងចូលអូខេហើយយើងដាក់ជីចូលយើងជ្រក់ចូលក្នុងឆ្នាំងហ្នឹងហ្មងតែបាច់ខូចបាច់អីចូលយើងដាក់ជីចូលទៅពីការស្រាប់អូខេឆ្អិន 100% យើងអាចញ៉ាំបាន